នៅក្នុងថ្ងៃនេះខ្ញុំប្រកាសណាអាត្មាភាពនឹងលើកយកនៅព្រះធម៌មួយចំណុចដែលអាឡវកយៈបានសួរទៅកាន់ព្រះសម្មាសម្ពុទ្ធថាតើបុគ្គលប្រព្រឹត្តនៅអ្វីទើបនាំមកនៅសេចក្តីសុខព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់ថាធម្មោសុចិನ್ನោសុខមាវហាតិប្រែជាភាសាខ្មែរថាព្រះធម៌ដែលបុគ្គលបានប្រព្រឹត្តយ៉ាងល្អហើយតែងនាំមកនៅសេចក្តីសុខតើពាក្យថាធម៌ដែលបុគ្គលបានប្រព្រឹត្តល្អហើយនឹងគឺសំដៅដល់ធម៌អ្វីគឺសំដៅដល់កុសលកម្មបត្តិ10ណាអញ្ចឹងកុសលកម្មបត្តិ10ហ្នឹងដូចម្ដេចខ្លះកុសលកម្មបត្តិ10ហ្នឹងគឺកាយកម្ម3 វិច័យកម្ម4និងមនោកម្ម3ដូច្នេះកាលដែលបុគ្គលប្រព្រឹត្តឲ្យបានល្អបរិបូរណ៍នៅក្នុងកុសលកម្មបត្តិទាំង10នោះហើយគឺឈ្មោះថានាំមកនៅសេចក្តីសុខ